សួស្តីអ្នកនរគ្នាថ្ងៃនេះយើងវិលមកជួបគ្នាជាមួយនឹងការសិក្សានៅកម្មវិធី Excel បន្តទៀតដែលមេរៀនថ្ងៃនេះគឺយើងសិក្សាទៅលើការផ្គុំឈ្មោះពីនាមតកូលមកនាមខ្លួនអូខេអញ្ចឹងមកខាត់ពេលយូរគឺយើងចូលទៅធ្វើការបើកនៅកម្មវិធី Excel អស់គ្នាមកបន្ទាប់ពីយើងបានបង្កើតនៅតារាងតាមរបៀបដែលខ្ញុំបានឧទាហរណ៍នេះហើយអ្នកទាំងគ្នាអាចធ្វើការគុំឈ្មោះបានយើងឧទាហរណ៍ត្រឹមឈ្មោះ2 3ក៏បានដែរអូខេទី1គឺយើងប្រើតាមបែបធម្មតាយើងអត់ប្រើឈ្មោះរូបមន្តទេគឺយើងប្រើតាមធម្មតាគឺយើងវាសញ្ញាស្មើហើយយើងចុចទៅលើឈ្មោះ last name ក៏បានឬក៏ឈ្មោះ first name មុនក៏បានបើយើងចង់ដាក់ឈ្មោះតូចទូចនេះមុនអញ្ចឹងយើងចុចលើឈ្មោះទូចនឹងមុនបន្ទាប់ពីយើងចុចលើឈ្មោះទូចនឹងហើយយើងអាចប្រើសញ្ញា n ហើយបន្តមកទៀតយើងចុចទៅលើឈ្មោះ summary អញ្ចឹងបើកន្លែងនេះគឺយើងចង់បានទូចនឹងឲ្យឈ្មោះនៅផ្នែក first name នឹងដើមមុនគេអញ្ចឹងយើងត្រូវចុចទៅលើផ្នែកខាងនេះមុនហើយចាំយើងដាក់សញ្ញា n យើងចុចនៅឈ្មោះខាង last name enter អញ្ចឹងវានឹងចេញមកបែបនេះបាទហើយមួយទៀតប្រសិនណាបើដល់គ្នាចង់យកឈ្មោះ summary នេះមុនអញ្ចឹងយើងចុចលើឈ្មោះ summary នេះមុនហើយដាក់សញ្ញា n មកចុចទៅលើឈ្មោះទូចនឹងក្រោយ enter អញ្ចឹងវានឹងចេញ summary ទូចទៅវិញបែបទី2គឺអ្នកនរគ្នាវាយសញ្ញាស្មើហើយវាយឈ្មោះរូបមន្តវាគឺបែបនេះបន្ទាប់មកអ្នកនរគ្នាអាចប្រើតាមវិធីសាស្ត្រដូចមិញអញ្ចឹងគឺយើងចង់ដាក់ឈ្មោះនេះមុនក៏បានយើងចង់ដាក់ឈ្មោះខាងនេះមុនក៏បានអូខេអញ្ចឹងបន្ទាប់ពីយើងចុចទៅលើឈ្មោះទូចនឹងហើយយើងបេះមួយមកហើយយើងចុចទៅលើ summary មួយទៀតយើងបិទវងកញ្ចក់វិញយើង enter អញ្ចឹងឈ្មោះទាំងពីរនោះត្រូវបានភ្ជាប់គ្នាអញ្ចឹងបើយើងចង់ធ្វើការកែវាពី summary មកទូចវិញអញ្ចឹងយើងយក summary មុនបៀកឲ្យទូចនៅខាងក្រោយអូខេអញ្ចឹងតម្រងពីរនេះយើងអាចធ្វើការ offset បានដូចគ្នាអញ្ចឹងយើង offset មកហើយមួយទៀតក្នុងករណីដែលអ្នកនរចង់ធ្វើការដក clear ប្រសិនណាបើយើងយកឈ្មោះ summary នេះមុនអញ្ចឹងយើងត្រូវការដក clear នៅកន្លែងទូចនឹងចេញអញ្ចឹងអ្នកនរត្រូវចូលមកក្នុងកន្លែងនេះហើយពោះ space មួយកន្លែងនេះក៏ដក clear ដែរអូខេអញ្ចឹងបើសិនអ្នកនរយកទូចនេះមកដាក់មុនណាយកឈ្មោះទូចនឹងដាក់មុនហើយ summary នៅក្រៅអញ្ចឹងអ្នកនរត្រូវចូលមកដក clear នៅក្នុងកន្លែងនេះណាដក clear នៅកន្លែងនេះតែឥឡូវខ្ញុំអត់ដក clear ទេយកខ្ញុំលុបចោលវិញអូខេអញ្ចឹងមេរៀនរបស់យើងនៅថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេទាក់ទងជាមួយនឹងការផ្គុំឈ្មោះទាំងពីររបៀបហ្នឹងអូខេជួបគ្នានៅវីដេអូក្រោយ